បងប្អូនឥឡូវនេះមេឃកំពុងតែភ្លៀងហើយនេះគឺជាផ្លែម្កាក់វានៅក្តឹបទេហើយយើងអាចញ៉ាំបានសើមានអំបិលម្ទេសអីជ្រលក់ឆ្ងាញ់មែនតើនេះឆ្ងាញ់ជូរជូរនេះគឺស្បូវបងប្អូនស្បូវដែលខ្ញុំយកមកបងប្អូនខ្មែរយើងយកមកដើម្បីធ្វើជាដបូលទ្រង់មាន់ត្រក់វាហើយនេះគឺជាដំណាំលក្រីហើយយើងកោះចេញដើម្បីបំបែកពូជវាយកទៅដាំដីមួយកន្លែងទៀតដែលវាធំជាងនឹងអញ្ចឹងណាដាំវាបានច្រើនពេលដាំបានច្រើនទៅយើងមានលក្រីសម្រាប់ចែកចាយទៅឲ្យបងប្អូនយើងហើយនោះបងប្អូនយើងកំពុងតាកាប់កោះលក្រីយកទៅដាំបន្ថែមតែអានេះយើងបដោះវាទៅវាដុះមកប្រើនេះដុះល្អនេះអានេះយកទៅដាក់ដាំគឺដឹងឲ្យរស់ហើយឆាប់បែកគុំទៀតនេះល្អមែនតើដុះគឺឆ្ងាញ់ហ្មងល្អអញ្ចឹងស្អែកហ្នឹងគឺយើងត្រូវយកលក្ខីទាំងអស់ហ្នឹងយកទៅតម្លាក់ចូលដីហើយពួកដីយើងរៀបចំឲ្យអស់ហើយចាំតាពូជយកទៅដាក់ទេនេះលក្ខីទាំងអស់ដុះមកកោះស្កាយពេញហ្នឹងហ្មងហើយភ្លៀងឥឡូវនេះកំពុងតែភ្លៀងរំហើយបងគាត់កំពុងតែកោះលក្ខីបន្ថែមទៀតនេះហើយខ្ញុំក៏ដល់ម៉ោងដាក់ចំណីឲ្យសត្វចិញ្ចឹមរបស់ខ្ញុំដែរបាត់កងានទៅណាអស់ហើយនេះដល់ម៉ោងហើយបាច់ចំណីមន់អូយមកវាចេញក្នុងព្រៃមកជុំគ្នានៅហ្នឹងអាវ៉ាទៅមកពីណាអូមេចុះមកអស់